លោក Hegseth គាត់បានស្ដីបន្ទោសណាគឺអ្នកសមាជិកសភាដែលចាញ់និយមណា defeatist ដែលចាញ់និយមនៅក្នុងការធ្វើសវនាការនៅឯរដ្ឋសភាដល់ឆេះសន្ធោសន្ធៅដល់ខឹងសម្បាស្ដីអំពីថវិការបស់យោធាឃើញទេនេះដោយដែលខ្ញុំបាននិយាយក្នុងករណីដែលរឿងខាងជាមួយនឹង Wall Street Journal ចឹងបាទ Wall Street Journal គាត់ប្រើ still ដាក់នៅក្នុងអភ័ន្តរសញ្ញាហ្នឹងក៏ប៉ុន្តែនៅពេលដែលយើងដាក់ដូចដែលខ្ញុំធ្លាប់បានបញ្យល់ប្រិមិត្តមួយចំនួនថាចំណងជើងដែលល្អបំផុតគឺចំណងជើងដែលគេយកមកពី quote ពីសម្ដីគេមកឆ្នៃវាមកឲ្យធ្វើជាចំណងជើងដ៏ខ្លាំងតែម្ដងបាទអញ្ចឹងក្នុងន័យនេះគេដាក់ពាក្យ defeatist នេះគឺនៅក្នុងអភ័ន្តរសញ្ញានេះគឺចង់សំដៅទៅលើសម្ដីរបស់លោក Hegseth គឺមិនមែនជាសម្ដីរបស់អ្នកកសែតទេគឺសម្ដីលោក Hegseth និយាយចោតសមាជិកសភាដែលប្រឆាំងនឹងគាត់ថាជាពួកចាញ់និយមបាទអញ្ចឹងដូច្នេះសម្រាប់សារព័ត៌មាន Washington Post អត់ខុសទេគឺគេត្រូវដោយសារសម្ដីដែលគេយោងទៅដល់គឺ Hegseth ទេអ្នកចោតអ្នកនេះអញ្ចឹងក៏ប៉ុន្តែបើក្នុងករណីថ្ងៃក្រោយគឺសារព័ត៌មាននេះគាត់ដាក់ចំណងជើងថាទង្វើរបស់អ្នកសារព័ត៌ទង្វើរបស់អ្នកតាក់តែងច្បាប់អាមេរិកមួយចំនួនបាទអញ្ចឹងដែលប្រឆាំងអាមេរិកនឹងហើយបានជាគេឲ្យឈ្មោះគាត់ថាពួកចាញ់និយមបាទដាក់នៅពាក្យនៅក្នុងអភ័ន្តរសញ្ញាដូចគ្នាក៏ប៉ុន្តែនៅក្នុងអត្ថបទរបស់គាត់គឺក៏អត់មានយោងទៅដល់អ្នកណាមួយឲ្យច្បាស់លាស់ថាលោក Hegseth និយាយឬអ្នកណាគាត់និយាយជាទូទៅតែម្ដងអានឹងពាក្យនឹងឯងគឺជាពាក្យដែលកាសែតនឹងត្រូវតែទទួលខុសត្រូវហើយគឺជាការមួយដែលខ្លួនឯងយកពាក្យអ្នកណាអ្នកណីមកនឹងដែលខ្លួនឯងចង់ចោតគេក៏ប៉ុន្តែខ្លួនឯងអត់មានឈ្មោះអ្នកណាហើយខ្លួនឯងចង់ចោតប៉ុន្តែទៅយកលេសដាក់អ្នកផ្សេងដែលមិនមានឈ្មោះទេដូចជាក្នុងករណីកម្ពុជាអញ្ចឹងគឺបាទ Scambodia នឹងគឺ Scambodia នឹងគឺបាទដោយសារតែគ្មានយោងទៅអ្នកណាច្បាស់លាស់អញ្ចឹងគឺសម្ដីគំនិតរបស់អ្នកសារព័ត៌មាននឹងតែម្ដងដែលជាចេតនាអាក្រក់របស់ខ្លួននឹងបាទអញ្ចឹងឃើញនេះការសរសេរចាំមិនខ្ញុំឃើញអ្នកខ្លះគាត់បកស្រាយក្នុងន័យឃើញជួយការពារ Wall Street Journal ហ្នឹងបកខុសដោយសារគាត់យល់ពីសារព័ត៌មានហ្នឹងនៅស្ទើរភ្លើងបន្តិចបាទនៅស្ទើរភ្លើងបន្តិចតោះគាត់យល់បានតែធ្វើដូចតែក្នុងចំណងជើងនេះគឺគេដាក់នៅក្នុងអភ័ន្តរសញ្ញាដែរក៏ប៉ុន្តែគេ attribute នឹងបានថាគេយោងសម្ដីទៅអ្នកណាអ្នកនិយាយនឹងច្បាស់លាស់គឺមិនមែននិយាយអត់មាន attribute ហើយយើងមកថាទៅយោងទៅអ្នកណាហ្នឹងគឺអត់ទេបើកាលណាយើងគ្មានប្រភពច្បាស់លាស់គឺសម្ដីរបស់អ្នកសារព័ត៌មាននឹងខ្លួនឯងហើយទៅតែទទួលខុសត្រូវបាទអញ្ចឹងខ្ញុំបើកឆាមកនិយាយរឿងហ្នឹងតែម្ដងពីព្រោះខ្ញុំឃើញចំណងជើងនេះខ្ញុំមានរូបផ្សេងដែរប៉ុន្តែខ្ញុំមិនយករូបផ្សេងនេះខ្ញុំសុខចិត្តយករូបនេះដើម្បីយកចំណងជើងអត្ថបទនោះឲ្យប្រិមិត្តមួយចំនួនឲ្យយល់អំពីការទទួលខុសត្រូវរបស់សារព័ត៌មានគេសរសេរមិនគេមាន trick គេមិនសរសេរចំណងជើងយ៉ាងម៉េចបាទដើម្បីឲ្យយល់ដឹងបាទឥឡូវនេះគឺចូលមកដល់ព័ត៌មានតែម្ដងគឺព័ត៌មានទី1ហ្នឹងគឺតកតងជាមួយនឹងការដែលការដែលលោករដ្ឋមន្ត្រីក្រសួងសង្គ្រាមលោកអញ្ជើញទៅធ្វើសវនកម្មតកតងជាមួយនឹងថវិកាហ្នឹងបាទនៅក្នុងអត្ថបទនេះបានឲ្យដឹងថានៅថ្ងៃពុធនេះគឺលោករដ្ឋមន្ត្រីបានប៉ះសម្ដីគ្នាជាមួយនឹងសមាជិករដ្ឋសភាដែលមកពីខាងគណៈបកប្រជាធិបតេយ្យដែលបានចោទលោកម្ដងសំទោសដែលបានចោទលោកម្ដងហើយម្ដងទៀតថាបំភាន់មតិសាធារណជននឹងអំពីផែនការសង្គ្រាមរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump នៅក្នុងប្រទេសអ៊ីរ៉ង់បាទហើយគឺបានន័យថាធ្វើឲ្យគេយល់ច្រឡំអំពីចេតនារបស់រដ្ឋបាល Trump ហ្នឹងក៏ដូចជាការបណ្ដេញមន្ត្រីយោធាជាន់ខ្ពស់ដោយគ្មានយុត្តិធម៌ក្នុងពេលកន្លងមកបាទហើយសវនកម្មដែលធ្វើឡើងនៅថ្ងៃនេះគឺធ្វើឡើងរយៈពេល6ម៉ោងឯណោះនៅខាងគណៈកម្មការសេវាយោធារបស់ខាងរដ្ឋសភាដើម្បីតាក់ទងជាមួយនឹងចំណាយថវិការបស់ក្រសួងសង្គ្រាមនេះហើយអ្នកដែលចូលរួមអមជាមួយនឹងលោករដ្ឋមន្ត្រីក្រសួងការពារជាតិនោះគឺមានលោកនាយឧត្តមសេនីយ៍ Dan Khan បាទលោក Dan Khan នោះលោកជាប្រធានសេនាធិការកងទ័ពចម្រុះហ្នឹង
មកនិយាយដើម្បីការពារនៅការចង់បានរបស់រដ្ឋបាលលោកប្រធានាធិបតី Donald Trump ក្នុងការយកថវិកាសុំថវិកាការពារជាតិនឹងរហូតដល់1.5 trillion $បាទជាការសំណើសុំចំណាយសម្រាប់ឆ្នាំក្រោយនេះហើយគឺការឡើងច្រើនណាបាទការឡើងច្រើនហើយដូច្នេះគឺបានអ្នកសមាជិកសភាខាងគណៈបកប្រជាធិបតេយ្យក្តីខាងសាធារណរដ្ឋក្តីបានរិះគន់ចំពោះការចំណាយច្រើននេះអញ្ចឹងហើយបានពាក្យនៅក្នុងពាក្យសម្ដីដើមរបស់លោក Pete Hegseth លោកបាននិយាយថា the biggest challenge ណាគាត់ថាបញ្ហាប្រឈមដ៏ធំបំផុត the biggest adversary បាទសត្រូវដ៏ធំបំផុត we face at this point are the reckless and defeatist words of congressional Democrats and some Republicans ឃើញក្នុងន័យហ្នឹងចឹងហើយបានជាគេបានពាក្យdefeatist ហ្នឹងគឺយកមកដកស្រង់ដោយសារសម្ដីរបស់គាត់អញ្ចឹងនៅក្នុងចំណងជើងគេយកពាក្យសម្ដីនោះដាក់ក្នុងភន្ទសញ្ញាហើយនៅក្នុងអត្ថបទហ្នឹងគឺក៏គេយោងទៅដល់លោក Pete Hegseth ដែរអញ្ចឹងបើសិនជាក្នុងអត្ថបទអត់មានយោងទៅដល់អ្នកណាប្រភពច្បាស់លាស់គឺសម្ដីរបស់អ្នកសារព័ត៌មានឯងនឹងបង្កើតឡើងដើម្បីនិយាយចោទគេហើយបាទតែប៉ុន្តែក្នុងនេះគេមានន័យគេ back up គឺគេគ្រប់គ្រងនៅអ្វីដែលគេដាក់នៅក្នុងចំណងជើងហ្នឹងគឺសម្ដីរបស់លោក Hegseth បានមានប្រសាសន៍អញ្ចឹងពិតប្រាកដមែនអញ្ចឹងអ្វីដែលលោក Hegseth បាននិយាយនេះគឺគាត់ថាបញ្ហាប្រឈមដែលសហរដ្ឋអាមេរិកជួបប្រទះហ្នឹងគឺគាត់ស្ដីបន្ទោសថាគឺសត្រូវផ្ទៃក្នុងទេដែលជាពិសេសគឺខាងគណៈបកប្រជាធិបតេយ្យហើយក៏មានខាងគណៈបកសាធារណរដ្ឋរបស់លោកខ្លះដែលចូលរួមនៅក្នុងការធ្វើឲ្យអាមេរិកចុះខ្សោយនេះបាទអត្ថាធិប្បាយរបស់លោក Hegseth ហ្នឹងគឺធ្វើឡើងនៅក្នុងពេលដែលលោកផ្ដល់សវនកម្មជាសាធារណៈជាលើកដំបូងចាប់តាំងពីសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់បានចាប់ផ្ដើមមកបាទដោយលោកត្រូវទប់ជាមួយនឹងការរិះគន់របស់សមាជិកសភាថារដ្ឋបាលលោកត្រាំនេះគ្មានផែនការអ្វីជាក់លាក់នៅក្នុងការធ្វើយ៉ាងណាឲ្យបញ្ចប់សង្គ្រាមនោះទេសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់នោះទេហើយបើយោងតាមសេចក្តីរាយការណ៍នេះឲ្យដឹងថារហូតមកដល់ពេលនេះគឺខាងក្រសួងការពារជាតិនោះគឺបានចំណាយអស់ទៅប្រាក់ប្រមាណជា$25,000 លានហើយគឺទៅលើការចំណាយក្របរំសេវនេះហើយនឹងបាញ់ទៅលើគោលដៅរបស់អ៊ីរ៉ង់ប្រមាណជា13,000 គោលដៅអញ្ចឹងចំណាយថវិកាអស់ច្រើនណាស់មកហើយមកដល់ពេលនេះគឺអត់ទាន់មានផែនការថាបញ្ចប់នៅពេលណានោះទេអញ្ចឹងហើយបានជាខាងគណៈបកប្រជាធិបតេយ្យគេប៉ុនប៉ងក្នុងការទប់ស្កាត់មិនឲ្យមានការយកថវិការបស់អ្នកបង់ពន្ធអាមេរិកដើម្បីយកទៅចំណាយអស់ច្រើននោះទេបាទនេះជាព័ត៌មានទី1រីឯព័ត៌មានទី2គឺតាក់ទងជាមួយនឹងសង្គ្រាមដែរគឺបើតាមការឲ្យដឹងរបស់ទីបញ្ជាការយុទ្ធភូមិភាគកណ្ដាលហើយទៅបានរាយការណ៍ដោយសារព័ត៌មាន AP នៅថ្ងៃនេះគឺបានឲ្យដឹងថាគឺយន្តហោះដឹកសំទោនាវាផ្ទុកយន្តហោះបាទឈ្មោះថា USS Gerald Ford ហ្នឹងឥឡូវនេះនឹងធ្វើដំណើរត្រឡប់មកសហរដ្ឋអាមេរិកវិញហើយបាទបន្ទាប់ពីបានបំពេញបេសកកម្មនៅតាមសមុទ្រនោះអស់រយៈពេលជាង300ថ្ងៃបាទដែលជារយៈពេលដ៏យូរជាងគេបំផុតហើយក្នុងនោះរួមទាំងការចូលរួមនៅក្នុងសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ផងចូលទៅក្នុងការត្រៀមសម្រាប់ប្រយុទ្ធនៅក្នុងប្រទេសវេណេស៊ុយអេឡាដែលមានការចាប់ប្រធានាធិបតីប្រទេសវេណេស៊ុយអេឡាគឺលោកនីកូឡាសម៉ាឌូរ៉ូផងដែរណាអញ្ចឹងគឺនេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP បានឲ្យដឹងអញ្ចឹងហើយគឺនាវាផ្ទុកយន្តហោះនេះនឹងចាក់ចេញពីតំបន់មជ្ឈិមបូព៌ានៅក្នុងរយៈពេលប្រហែលថ្ងៃខាងមុខនេះដើម្បីត្រឡប់មកខាងពងផែរបស់ខ្លួនវិញនៅក្នុងរដ្ឋ Virginia នេះគឺជារដ្ឋរបស់ខ្ញុំណាដែលនៅក្បែររដ្ឋធានី Washington នេះបើយោងតាមមន្ត្រីដែលបាននិយាយដោយមិនចេញឈ្មោះប្រាប់មកអ្នកសារព័ត៌មានការមកដល់របស់នាវា George W. Bush ដែលផ្ទុកយន្តហោះដែរទៅក្នុងតំបន់នោះកាលពីសប្តាហ៍មុនដូច្នេះបានន័យថាឥឡូវនេះគឺសហរដ្ឋអាមេរិកមាននាវាផ្ទុកយន្តហោះចំនួន3គ្រឿងដែលបានដាក់ទៅតំបន់មជ្ឈិមបូព៌ាបាទហើយបើតាមការដឹងគឺជារយៈពេលមួយដែលមានចំនួនច្រើនណាស់ចាប់តាំងពីសង្គ្រាម
នៅតំបន់មជ្ឈិមបូព៌ានៅឆ្នាំ2003ក្នុងពេលកន្លងមកគឺនៅក្នុងប្រទេសបាទអ៊ីរ៉ាក់ណាបាទអញ្ចឹងដូច្នេះគឺការដែលនាវានេះត្រឡប់មកវិញនេះវាជារឿងធម្មតាទេមិនមែនមានន័យថាសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ថមថយទេណាបាទអញ្ចឹងកុំឲ្យយល់ច្រឡំទៅឥឡូវនេះសហរដ្ឋអាមេរិកដកទ័ពដកទីងត្រឡប់ទៅវិញហើយគឺប្រហែលជាថមថយមិនមែនទេដោយសារតែនាវានេះគឺចេញទៅបំពេញបេសកកម្មនឹង10ខែទៅហើយបាទដែលតាមធម្មតាគឺមិនចេញយូរអញ្ចឹងទេគេទៅចូលត្រឡប់មកវិញដើម្បីចាក់ស្រាំងឬក៏ជួសជុលកន្លែងណាខូចខាតអីនេះជាដើមប៉ុន្តែដោយសារតែជាប់បញ្ហានៅវេណេស៊ុយឡាផងជាប់នៅខាងមជ្ឈមបូព៌ានឹងផងធ្វើឲ្យនាវានឹងចេញទៅយូរបាទអញ្ចឹងដូច្នេះអ្នកធ្វើការនៅកន្លែងហ្នឹងប្រហែលជានៅជាប់បេសកកម្មយូរនៅកន្លែងហ្នឹងដែរបាទអញ្ចឹងនេះជាព័ត៌មានទី2ណាគឺខាងមន្ត្រីយោធារបស់សហរដ្ឋអាមេរិកបានឲ្យដឹងដូច្នេះហើយព័ត៌មានទី3នេះបាទព័ត៌មានទី3នេះប្រិមិត្តមើលហើយអ្នកខ្លះក៏មានអារម្មណ៍ចង់ខឹងសម្បាផងដែរគឺថែមទៅលើអ្វីដែលខ្ញុំបានលើកឡើងពីចំណុចទី1ណាគឺនេះគឺជាសេចក្តីរាយការណ៍បាទរបស់ខាងការិយាល័យរដ្ឋអាជ្ញារបស់សហរដ្ឋអាមេរិកប្រចាំនៅខាងរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងបាទដែលចេញផ្សាយនៅថ្ងៃនេះតែម្ដងគឺប្រិមិត្តមើលសេចក្តីប្រកាសព័ត៌មាននេះគឺចេញនៅថ្ងៃពុធទីអេប្រិល29បើគិតទៅប្រទេសកម្ពុជាគឺថ្ងៃ30នឹងទៅហើយណាថ្ងៃពហុនេះទៅហើយអញ្ចឹងគឺបើតាមសេចក្តីប្រកាសព័ត៌មាននេះឲ្យដឹងថាកិច្ចសហប្រតិបត្តិការដែលមិនធ្លាប់មានពីពេលមុនមករវាងខាងប៉ូលីស FBI របស់សហរដ្ឋអាមេរិកជាមួយនឹងប៉ូលីសឌូបៃទីក្រុងឌូបៃរបស់ប្រទេសអារ៉ាប់ផងនោះបាទហើយនឹងខាងក្រសួងសន្តិសុខជាតិរបស់ប្រទេសចិនទៀតបាទសហការគ្នាហ្នឹងគឺបានជាលទ្ធផលគឺបានចាប់បានមនុស្សចំនួន276នាក់បាទហើយនឹងបានរុះរើនៅមជ្ឈមណ្ឌលឆបោកតាមអនឡាញហ្នឹងចំនួនយ៉ាងហោចណាស់9បាទ9ឯណោះអញ្ចឹងគឺបានជោគជ័យហើយនឹងជាកន្លែងដែលគេប្រើប្រាស់ដើម្បីលាងលុយនិងវិនិយោគលុយបោកប្រាស់ដោយដែលមានសេចក្តីរាយការណ៍ក្នុងពេលកន្លងមកនៅតំបន់អាស៊ីដែរណាដែលជាពិសេសដូចនៅកម្ពុជានៅភូមានៅហ្វីលីពីននឹងដែរហើយមជ្ឈមណ្ឌលទាំងអស់នេះគឺគេបង្កើតឡើងដើម្បីបោកប្រាស់ពលរដ្ឋអាមេរិកបាទដោយឆក់ប្លន់លុយរបស់ពួកគេឆក់បោកលុយរបស់ពួកគេហ្នឹងអស់រាប់លានដុល្លារតាមរយៈផែនការបោកប្រាស់ស្នេហាបោកប្រាស់តាមរយៈការវិនិយោគទុនបោកប្រាស់របស់ពួកគេហ្នឹងការបង្ក្រាបដែលមានលក្ខណៈអន្តរជាតិនេះគឺបានធ្វើឡើងកាលពីសប្តាហ៍មុនហើយគឺលិះនៅទីក្រុងឌូបៃនឹងតែម្ដងបាទដែលនៅខាងក្រោមនៃក្រសួងរបស់ក្រសួងមហាផ្ទៃរបស់អារ៉ាប់រួមណាអារ៉ាប់រួមអញ្ចឹងគឺប្រតិបត្តិការនេះគឺកើតឡើងនៅអារ៉ាប់រួមក្នុងចំណោមនោះគឺ275នាក់ត្រូវបានអាជ្ញាធរប៉ូលីសឌូបៃចាប់ខ្លួនបាទហើយនឹងក្នុងចំណោម275នាក់នោះគឺមាន3នាក់បាទត្រូវបានគេចោទប្រកាន់នៅក្នុងការិយាល័យរដ្ឋអាជ្ញានៅខាងរដ្ឋកាលីហ្វ័រញ៉ាខាងត្បូងពាក់ព័ន្ធជាមួយនឹងការផ្ទេរលុយបន្លំហើយនឹងការលាងលុយជាដើមការចោទប្រកាន់នេះហើយមានម្នាក់ទៀតគឺក៏បានចាប់ខ្លួនដោយប៉ូលីសថៃផងដែរឃើញនេះចឹងបានន័យថាប្រតិបត្តិការចាប់នេះគឺធំនៅអារ៉ាប់រួមហើយក៏មានចាប់មេខ្លោងនៅក្នុងប្រទេសថៃផងដែរហើយអ្នកដែលគេចោទប្រកាន់ហើយមានឈ្មោះនោះគឺមានឈ្មោះTed Mini បាទអាយុ27ឆ្នាំជាជនជាតិភូមាហើយម្នាក់ទៀតឈ្មោះ William R. Wang អាយុ23ឆ្នាំជាជនជាតិឥណ្ឌូនេស៊ីមួយទៀតឈ្មោះ Andrea Chandras អាយុ29ឆ្នាំជាជនជាតិឥណ្ឌូនេស៊ីហើយនិងមួយទៀត Liza Mariam អាយុ29ឆ្នាំជាជនជាតិឥណ្ឌូនេស៊ីហើយនិងពីរអ្នកទៀតគឺជាអ្នកដែលមានពាក់ព័ន្ធជាមួយនឹងការចោទបោកហើយប៉ុន្តែរត់គេចខ្លួនឥឡូវនេះគេចាប់បានគឺដោយសារតែការលាងលុយហ្នឹងហើយត្រូវបានគេចោទប្រកាន់នៅក្នុងសំណុំឯកសារនៅក្នុងទីក្រុង San Diego នៅរដ្ឋ California គឺនៅថ្ងៃពុធនេះណានៅថ្ងៃពុធនេះឥឡូវនេះគឺបានដាក់សំណុំរឿងហ្នឹងទៅតុលាការដើម្បីចោទប្រកាន់ឈ្មោះដែលខ្ញុំបានរៀបរាប់អំបញ្ញមិញនេះដូច្នេះកិច្ចសហប្រតិបត្តិការរបស់ប៉ូលីសប៉ូលីសទីក្រុងឌូបៃបាទគឺបានចាប់ឈ្មោះ Ted Mini ហ្នឹងហើយចន្ទ្រានិង Mariam
គឺក្នុងអំឡុងពេលដែលបាទមានប្រតិបត្តិការក្នុងពេលសប្តាហ៍មុននេះហើយដល់ឡែកមេខ្លោងមួយទៀតឈ្មោះថាអាវ៉ាងនេះគឺប៉ូលីសថៃជាអ្នកចាប់បានឃើញបានន័យថាមេខ្លោងនៅតំបន់អស់នោះច្រើនណាស់បាទចឹងបើតាមសេចក្តីរាយការណ៍នេះគឺបានដឹងថាកិច្ចសហប្រតិបត្តិការនេះគឺមានការសារៈសំខាន់ណាស់ពីព្រោះក្នុងពេលកន្លងមកគឺពួកនេះឯងរៀបចំផែនការដើម្បីឆោបោកពលរដ្ឋអាមេរិកឲ្យអស់លុយរាប់លានដុល្លារបាទហើយតាំងពីឆ្នាំ2025មកគឺខាងប៉ូលីស FBI របស់សហរដ្ឋអាមេរិកប្រចាំនៅក្នុងទីក្រុង San Diego ហ្នឹងគឺបានបើកសំណុំរឿងនឹងស៊ើបអង្កេតហើយក៏បានរកឃើញនៅក្រុមហ៊ុននិងបុគ្គលជាច្រើនហើយនឹងមជ្ឈមណ្ឌលបោកប្រាស់លាងលុយគ្រីបតូនឹងជាច្រើនផងដែរដោយមានការវិនិយោគហ្នឹងបាទនេះបើយោងតាមឯកសារដែលខាងប៉ូលីសបានដាក់មកខាងតុលាការហើយទៅបានបង្ហាញឲ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខាងតុលាការនេះឲ្យដឹងតែម្ដងបាទអញ្ចឹងដូច្នេះព័ត៌មានតទៅទៀតផ្សេងទៀតគឺមានក៏វិជាលក្ខណៈផ្លូវច្បាប់នៅក្នុងសហរដ្ឋអាមេរិកគេរៀបរាប់ថាតើដំណើរការនេះនឹងទៅធ្វើយ៉ាងណាទៅប្រឈមយ៉ាងម៉េចបាទដែលប្រិមិត្តបានដឹងហើយគ្រាន់តែខ្ញុំចង់បង្ហាញឲ្យប្រិមិត្តឲ្យដឹងថានៅថ្ងៃនេះគឺមានការចោទប្រកាន់ក្រោយពីមានប្រតិបត្តិការបង្ក្រាបនៅក្នុងប្រទេសអារ៉ាប់រួមអញ្ចឹងដូច្នេះហើយរឿងនេះវាជារឿងសកលតែម្ដងបាទដែលពួកនឹងប្រើប្រាស់មធ្យោបាយទាំងអស់នេះមកបោកប្រាស់ពលរដ្ឋអាមេរិកគឺបាទគឺមិនមែនមានតែនៅក្នុងតំបន់តែមួយទេបាទគឺច្រើនណាស់បាទពួកនេះរកលុយបានស្រួលព័ត៌មានចុងក្រោយបាទព័ត៌មានចុងក្រោយនេះគឺជាសេចក្តីរាយការណ៍របស់សារព័ត៌មាន New York Times បានរាយការណ៍ឲ្យដឹងថាខាងរដ្ឋអាជ្ញារបស់សហរដ្ឋអាមេរិកបានចោទប្រកាន់អភិបាលរដ្ឋមួយរូបរបស់ប្រទេសមិចស៊ិកហើយនឹងមន្ត្រីនិងអតីតមន្ត្រីចំនួន9នាក់ផ្សេងទៀតពីបទពាក់ព័ន្ធជាមួយនឹងការគប់គិតគ្នាដើម្បីជួយពួកគ្រឿងជួញដូរគ្រឿងញៀនហ្នឹងនាំគ្រឿងញៀនដោយខុសច្បាប់ចូលមកក្នុងសហរដ្ឋអាមេរិកបាទដោយពួកគេនឹងទទួលបានសំណូកពីពួកខាងជួញដូរថ្នាំញៀនក៏ដូចជាសញ្ញាឆ្នោតគ្រប់គ្រងយកលុយនឹងទៅទិញសញ្ញាឆ្នោតពួកនឹងបាទទៅធ្វើយ៉ាងណាឲ្យគ្រប់គ្រងបេក្ខជនទាំងអស់នោះបាទអញ្ចឹងនៅក្នុងបទចោទប្រកាន់ដែលបានបង្ហាញជូនឲ្យដឹងនៅថ្ងៃពុធនេះបាទនៅថ្ងៃពុធនេះមកនៅសហរដ្ឋអាមេរិកនេះគឺจากរដ្ឋអាជ្ញានៅក្នុងទីក្រុង Manhattan នៅរដ្ឋ New York ណាបាទបាននិយាយថាលោកអភិបាលមួយរូបនៅក្នុងប្រទេសមិចស៊ិកគឺនៅក្នុងរដ្ឋ Sinaloa គឺលោកឈ្មោះថា Robin Rocha បាទនៅក្នុងរូបភាពហ្នឹងគាត់ជាចាស់ហើយគឺថាលោកអភិបាលរដ្ឋនេះបានទទួលសំណូកហើយនឹងបានទទួលឲ្យពួកខាងក្រមជួញដូរគ្រឿងញៀនគេជួយយ៉ាងម៉េចធ្វើម៉េចឲ្យគាត់បានជាប់ឆ្នោតបាទហើយដែលគេបានដឹងហ្នឹងគឺតំបន់ឬក៏រដ្ឋ Sinaloa នេះគឺជាតំបន់ដែលមានក្រុមជួញដូរគ្រឿងញៀនហ្នឹងខ្លាំងណាស់ប្រិមិត្តមួយចំនួនដែលធ្លាប់ឮសូរឈ្មោះ El Chapo ហ្នឹងគឺជាមេជួញដូរគ្រឿងញៀនដ៏ធំរបស់មិចស៊ិកដែលសហរដ្ឋអាមេរិកចាប់យកមកដាក់គុកនៅសហរដ្ឋអាមេរិកដាក់ទោសមួយជីវិតហើយជាប់គុកមួយជីវិតគឺ El Chapo ហ្នឹងឯងបាទជាក្រុមមេបណ្ដាញរបស់ Sinaloa ក្នុងនោះគេតំបន់គេសំខាន់ណាស់ឈ្មោះគេហ្នឹងបាទឥឡូវនេះគឺបានចោទក៏ប៉ុន្តែខាងមិចស៊ិកវិញគឺនៅក្នុងសេចក្តីថ្លែងការណ៍មួយគឺលោកអភិបាលរដ្ឋលោក Rocha បានបដិសេធថាលោកមិនបានធ្វើខុសអ្វីទេការចោទប្រកាន់នេះគឺជារឿងមួយដែលគ្មានមូលដ្ឋានហើយជារឿងមួយคล้ายបាទជាកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកនៅក្នុងការរំលោភចូលក្នុងអធិបតេយ្យភាពរបស់ប្រទេសមិចស៊ិកបាទហើយគឺជាការមួយដែលវាប្រហារទៅលើអ្នកនយោបាយដែលមាននិន្នាការឆ្វេងនិយមដែលជាសម្ព័ន្ធមិត្តរបស់លោកស្រីប្រធានាធិបតី Claudia Sheinbaum បាទដូច្នេះការចោទប្រកាន់នេះគឺមិនអាចនឹងមានឥទ្ធិពលទេបាទសំណុំរឿងដែលរដ្ឋបាលលោកត្រាំបានដាក់ឡើងមកនេះគឺជាជំហានមួយថែមទៀតដែលមានសារៈសំខាន់ណាស់របស់សហរដ្ឋអាមេរិកនៅក្នុងការបង្ក្រាបទៅលើអំពើពុករលួយនៅក្នុងរដ្ឋាភិបាលរបស់មិចស៊ិកក៏ដូចជាការជួញដូរគ្រឿងថ្នាំញៀនដែលបាននាំចូលមកសហរដ្ឋអាមេរិកបានធ្វើឲ្យបាទមានពលរដ្ឋអាមេរិកស្លាប់ជាច្រើនជារៀងរាល់ឆ្នាំហើយ
បើតាមការរីកានេះឲ្យដឹងថាលោករ៉ាឆាគឺជាមន្ត្រីរបស់រដ្ឋាភិបាលមិចស៊ិកនៅក្នុងគណៈបកកណ្ដាលអំណាចជាន់ខ្ពស់ហើយដែលត្រូវបានចោទប្រកាន់ដោយសហរដ្ឋអាមេរិកបាទសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលចូលរួមមកស្ដាប់ការចែករំលែករបស់ខ្ញុំមិនបានដាក់វីដេអូឃើញផ្ទាល់ឥឡូវនេះគឺសូមចប់